Bè sốt đâyថ្ងៃនេះខ្ញុំមកបង្ហាញអំពីរៀបទៅសេចំនួនសរុបស្រីនៅពីក្រមតារាងបាទដូច្នេះយើងដាក់សញ្ញាស្មើមកប្រើសញ្ញាថ្មីកដោបាទសេចំនួនសរុបតែម្ដងបាទហើយបី n បញ្ចូលហើយយើងប្រើប្រាស់រូបមន្ត con a ហើយយើងយកជួរឈ្មោះក៏បានហើយជួរភេទក៏បានណាយើងបង្ហាញយកពីជួរភេទណាបិទbằng cái chậuវិញមកហើយយើងបី n ហើយយើងដាក់ពាក្យហៅអ្នកបាទចំនួនđóគឺជាអ្នកហើយវាយស្រីនៅក្នុងពេញកណ្ដោនឹងដែរហើយមកបាទបញ្ចូលរូបមន្តមួយទៀត con if បាទ select ជួរភេទនេះមកហើយយើងដាក់លក្ខខណ្ឌផងជួរនេះគឺយើងដាក់លក្ខខណ្ឌនេះរត់យកទៅស្រីទេដើម្បីបំពេញចោលបត់គ្មានកណ្ដោមកដាក់ស្រីហើយបិទវិញបាទ n យើងដាក់ពាក្យហៅខាងក្រោយមកអ្នកទៀតមកដូច្នេះ enter មកគឺវាបានចំនួនសរុប12អ្នកស្រី7អ្នក